ដូច្នេះអស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួននោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរត្បិតនេះឯងជាក្រឹតវិន័យហើយជាសេចក្តីទំនាយរបស់ពួកហោរានោះព្រះយេស៊ូវឆ្លើយថាត្រូវឲ្យស្រឡាញ់ព្រះអង្គម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្តអស់អំពីព្រលឹងហើយអស់អំពីគំនិតឯងនេះជាបញ្ញត្តិយ៉ាងសំខាន់ទី1ហើយបញ្ញត្តិទី2ក៏បែបដូចគ្នាគឺថាត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញគ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះគឺដែលអ្នកណានឹងបដូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេត្បិតខ្ញុំជឿជាក់ថាទោះស្លាប់ឬរស់ពួកទេវតាឬអំណាចអ្វីការអ្វីនៅជន់នេះឬទៅមុខឬអធិរិទ្ធអ្វីទីមានកម្ពស់ទីជំរងឬរបស់អ្វីដែលកើតមកឯទៀតក្តីនោះពុំអាចនឹងពង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាទៅបានឡើយចូលមានសេចក្តីស្រឡាញ់ឥតពុតមីយាទាំងខ្ពើមសេចក្តីអាក្រក់ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញឥឡូវនេះនៅមានសេចក្តីជំនឿសេចក្តីសង្ឃឹមនិងសេចក្តីស្រឡាញ់ទាំង3មុខនេះតែសេចក្តីដែលវិសេសជាងគេគឺជាសេចក្តីស្រឡាញ់ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ដោយសេចក្តីស្រឡាញ់ពួកស្ងួនភ្ងាអើយយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមកត្បិតសេចក្តីស្រឡាញ់មកពីព្រះឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់នោះឈ្មោះថាមកពីព្រះហើយក៏ស្គាល់ទ្រង់ដែរតែអ្នកណាដែលគ្មានសេចក្តីស្រឡាញ់នោះមិនស្គាល់ព្រះវិញពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯងឯព្រះបន្ទូលនៃព្រះយេហូវ៉ានោះសុទ្ធស្អាតទាំងអស់គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដីហើយបានសម្រងអស់7ដងផងអោព្រះយេហូវ៉ាអើយទ្រង់នឹងថែរក្សាអ្នកទាំងនោះទ្រង់នឹងជួយទំនុកបម្រុងគេចាប់តាំងពីដំណនេះជារៀងរៀបតទៅកាលណាមនុស្សលើកដំកើងសេចក្តីអាក្រក់លាមកឡើងនោះមនុស្សអាក្រក់ក៏ដើរតែពាសគ្រប់កន្លែងទូលបង្គំនិងក្រាបថ្វាយបង្គំតម្រង់ក្នុងឯព្រះវិហារបរិសុទ្ធនៃទ្រង់ព្រមទាំងអរព្រះគុណដល់ព្រះនាមទ្រង់ផងដោយព្រោះសេចក្តីសប្បុរសនិងសេចក្តីពិតរបស់ទ្រង់ត្បិតទ្រង់បានដំកើងព្រះបន្ទូលទ្រង់ឲ្យធំលើព្រះនាមទ្រង់ទៅទៀតថ្ងៃនេះដែលទូលបង្គំបានអំពាវនាវនោះទ្រង់បានឆ្លើយតបមកទូលបង្គំទ្រង់បានកំឡាចចិត្តទូលបង្គំដោយចម្រើនកម្លាំងនៃព្រលឹងទូលបង្គំអោព្រះយេហូវ៉ាអើយអស់ទាំងស្ដេចនៅផែនដីនិងអរព្រះគុណដល់ទ្រង់ត្បិតគេបានឮព្រះបន្ទូលដែលចេញពីព្រះអស់ទ្រង់មកហើយស្មៅក៏ស្វិតក្រៀមហើយផ្ការោយរស់ចុះតែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញនោះថិតថេរនៅជាដរាបអោអ្នកដែលនាំដំណឹងល្អមកដល់ក្រុងស៊ីយ៉ូនអើយចូលឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះអោអ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡឹមអើយចូលបន្លឺសំឡេងឡើងជាខ្លាំងចូលបន្លឺឡើងកុំខ្លាចឡើយចូលប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថាមើលព្រះនៃអ្នករាល់គ្នាមើលព្រះអង្គម្ចាស់យេហូវ៉ាទ្រង់នឹងយាងមកដោយមានព្រះចេស្តាហើយព្រះពហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់មើលទ្រង់នាំយករង្វាន់មកជាមួយហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់ត្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថានឹងគ្មានបាំងឈើមួយឬក្បៀសមួយនៅក្នុងក្រឹតវិន័យត្រូវបាត់ឡើយដរាបដល់កាលណាមេឃនិងផែនដីបានកន្លងបាត់ទៅគឺទាល់តែសេចក្តីទាំងអស់បានសម្រេចដោយសពគ្រប់ដូច្នេះអ្នកណាដែលនឹងរំលងបទណាមួយសំបីយ៉ាងតូចបំផុតក្នុងបញ្ញត្តិទាំងនេះហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរនោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរឋានសួគ៌តែអ្នកណាដែលកាន់តាមហើយបង្រៀនចំពោះបញ្ញត្តិទាំងនេះនោះនឹងបានហៅជាអ្នកធំក្នុងនគរឋានសួគ៌វិញផ្ទៃមេឃហើយផែនដីនឹងកន្លងបាត់ទៅតែពាក្យខ្ញុំមិនដែលបាត់ឡើយ